រឿងតិចតួចអញ្ចឹងតែក៏ដឹងទៅអ្នកនរគ្នាតាមពិតទឹកមាត់របស់មនុស្សយើងអាចជាបារបស់បានស្ដាប់ទៅវាពិតជាចម្លែកមែនទេប៉ុន្តែវាមានមូលហេតុវិទ្យាសាស្ត្រពិតៗតែម្ដងទឹកមាត់មនុស្សមិនមែនគ្រាន់តែជាទឹកធម្មតានោះទេនៅក្នុងវាមានអង់ស៊ីមពិសេសប្រូតេអ៊ីនប្រឆាំងមេរោគនិងសារធាតុជួយការពារបាក់តេរីសារធាតុទាំងនេះអាចជួយកាត់បន្ថយការលូតលាស់របស់មេរោគនៅលើរបួសតូចៗនេះហើយជាមូលហេតុដែលពេលខ្លះមានសត្វជាច្រើនដូចជាឆ្មាឬឆ្កែពួកវាលិតរបួសខ្លួនឯងដើម្បីជួយព្យាបាលឲ្យជាសះស្បើយនៅក្នុងមនុស្សក៏មានការសិក្សាបង្ហាញថាទឹកមាត់មានសារធាតុមួយចំនួនដែលអាចបង្កើនការជាសះស្បើយម្ដងបន្តិចកាត់បន្ថយការរលាកនិងជួយសម្អាតរបួសបន្តិចបន្តួចប៉ុន្តែវាមិនមែនមានន័យថាយើងគួរប្រើវាជាវិធីព្យាបាលនោះទេព្រោះទឹកមាត់ក៏មានបាក់តេរីផ្ទាល់ខ្លួនផងដែរហេតុនេះហើយវាមានផ្នែកពីរខុសគ្នាវាមានសារធាតុជួយប្រឆាំងនឹងមេរោគប៉ុន្តែវាក៏អាចនាំមេរោគចូលក្នុងរបួសផងដែរដូច្នេះវាមិនមែនជាវិធីសុវត្ថិភាពដើម្បីព្យាបាលរបួសធ្ងន់ឡើយទឹកមាត់ជាអង្គធាតុធម្មតាដែលយើងមិនដែលគិតថាវាសំខាន់នោះទេប៉ុន្តែវាមានតួនាទីច្រើននៅក្នុងរាងកាយរបស់យើងហើយនេះហើយដែលវាបង្ហាញថារាងកាយមនុស្សយើងពិតជាអស្ចារ្យនិងស្មុគស្មាញជាងអ្វីដែលយើងគិតចុះសម្រាប់អ្នកទាំងអស់គ្នាវិញហ៊ានយកទឹកមាត់របស់ខ្លួនឯងលាបលើរបួសដែរទេសូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក